នៅក្នុងប្រទេសកូរ៉េដំណាំប៉េងប៉ោះត្រូវការសីតុណ្ហភាព2ដើម្បីការពារខ្លួនហើយនិងដើម្បីលូតលាស់ហេតុអីបានជាត្រូវការសីតុណ្ហភាពអីដល់ទៅ2ម៉េចថ្ងៃនេះខ្ញុំចែករំលែកចំណេះដឹងមួយទៅកាន់បងប្អូនអំពីសីតុណ្ហភាពសម្រាប់ការដាំដំណាំប៉េងប៉ោះនៅក្នុងប្រទេសកូរ៉េចំពោះការដាំប៉េងប៉ោះនៅក្នុងប្រទេសខ្មែរយើងហើយនៅក្នុងប្រទេសកូរ៉េនេះវាមានលក្ខណៈខុសគ្នាទៅលើអាកាសធាតុជាទូទៅនៅខ្មែរយើងសីតុណ្ហភាពចន្លោះពី25ដល់30ហ្នឹងគឺជាសីតុណ្ហភាពល្អសម្រាប់ប៉េងប៉ោះលូតលាស់ចំណែកឯក្នុងប្រទេសកូរ៉េនេះវិញត្រូវការសីតុណ្ហភាព2ដើម្បីលូតលាស់ហើយនិងដើម្បីការពារខ្លួនហេតុអីពីព្រោះនៅក្នុងប្រទេសកូរ៉េនេះសីតុណ្ហភាពត្រជាក់ខ្លាំងមែនទែនអញ្ចឹងវាត្រូវការសីតុណ្ហភាព1ដើម្បីការពារកុំឲ្យងាប់ហើយនិងមួយទៀតដើម្បីលូតលាស់អញ្ចឹងទៅឥឡូវខ្ញុំនិយាយតាក់ទងជាមួយនឹងសីតុណ្ហភាពដើម្បីការពារខ្លួនមុនចោះចាំខ្ញុំនិយាយអំពីសីតុណ្ហភាពដើម្បីលូតលាស់នៅបន្ទាប់ចំណុចទី2តាក់ទងជាមួយនឹងចំណុចទី1នេះគឺសីតុណ្ហភាពដើម្បីការពារខ្លួននៅក្នុងប្រទេសកូរ៉េត្រជាក់ខ្លាំងមែនទែននៅខាងក្រៅហៅស៊ឺដកអញ្ចឹងវាត្រូវការសីតុណ្ហភាពចន្លោះ15អង្សាសេដើម្បីរស់ប៉ុន្តែធ្វើម៉េចដើម្បីបានសីតុណ្ហភាព15អង្សាសេហ្នឹងគឺត្រូវការប្រើម៉ាស៊ីនកម្ដៅដូចជាក្នុងវីដេអូនេះអញ្ចឹងបងប្អូនម៉ាស៊ីនកម្ដៅនេះបើសិនជាអត់មានទេគឺក្នុងហៅស៊ឺហ្នឹងធ្លាក់ក្រោម10អង្សាសេដក10ដល់20អញ្ចឹងណាបងប្អូនអញ្ចឹងធ្វើឲ្យប៉េងប៉ោះហ្នឹងលួយងាប់តែម្ដងអញ្ចឹងដើម្បីឲ្យក្នុងហៅស៊ឺហ្នឹងមានកម្ដៅគេត្រូវការបិទដបូលខាងលើហើយនឹងបើកម៉ាស៊ីនកម្ដៅខាងក្រោមហ្នឹងហើយម៉ាស៊ីនកម្ដៅហ្នឹងគឺគេប្រើភ្លើងដុតហើយបានប្រើម៉ូទ័រពីខាងលើហ្នឹងផ្លុំអាដែកខាងក្នុងហ្នឹងឲ្យវាចេញកម្ដៅតាមហៅស៊ឺអញ្ចឹងទៅអញ្ចឹងវាត្រូវការយ៉ាងណាដើម្បីឲ្យបានសីតុណ្ហភាព15អង្សាសេហើយដូចដែលបងប្អូនបានឃើញនេះអញ្ចឹងនេះគឺ sensor សម្រាប់ចាប់សីតុណ្ហភាពនៅពេលដែលសីតុណ្ហភាពធ្លាក់ក្រោម15អង្សាសេ sensor ហ្នឹងនឹងចាប់បញ្ជូនព័ត៌មានដែលសីតុណ្ហភាពធ្លាក់ក្រោម15ហ្នឹងបញ្ជូនទៅកុំព្យូទ័រហើយកុំព្យូទ័រនឹងបញ្ជាទៅម៉ាស៊ីនកម្ដៅហ្នឹងឲ្យឆេះអញ្ចឹងសីតុណ្ហភាពដើម្បីការពារខ្លួននឹងគឺ15អង្សាសេហ្នឹងហើយការដុតហ្នឹងគឺគេប្រើប្រេងដើម្បីដុតបងប្អូនគឺគេមានស្ទែនមួយនៅខាងក្នុងដូចជាក្រាស់សាំងអញ្ចឹងបងប្អូនស្ទែនធំមែនតើពេលគេនាំប្រេងមកចាក់គឺរាប់ពាន់លីត្រពេលបាញ់ចូលនៅក្នុងស្ទែនហ្នឹងហើយយប់ឡើងពេលត្រជាក់មកដល់ម៉ាស៊ីនហ្នឹងត្រូវឆេះគឺវាចាប់ផ្ដើមបូមប្រេងហ្នឹងមកបាញ់ដុតដែកខាងក្នុងហ្នឹងឲ្យក្តៅទៅពេលដុតដែកហ្នឹងក្តៅហើយវាមានអាកង្ហាលខាងលើ3ហ្នឹងបងប្អូនបាញ់ដើម្បីយកអាចចំហាយកម្ដៅហ្នឹងបញ្ចេញតាមប្រព័ន្ធនីមួយៗនៅក្នុងហៅស៊ឺហ្នឹងអញ្ចឹងទៅអញ្ចឹងវាធ្វើឲ្យក្នុងហៅស៊ឺហ្នឹងបានសីតុណ្ហភាពចន្លោះពី15អង្សាសេនៅពេលដែលវាធ្លាក់វានឹងឆេះទៀតហើយនៅពេលដែលវាធ្លាក់ក្រោម15អង្សាសេម៉ាស៊ីនហ្នឹងនឹងឆេះបន្តទៀតអញ្ចឹងទៅអញ្ចឹងចន្លោះប្រហែលជា2ម៉ោងឬក៏1ម៉ោងហ្នឹងនៅពេលដែលវាធ្លាក់ត្រជាក់អញ្ចឹងទៅវាឆេះទៀតអញ្ចឹងទៅអានេះចំណុចទី1តាក់ទងជាមួយនឹងសីតុណ្ហភាពដើម្បីការពារខ្លួនឥឡូវតាក់ទងជាមួយនឹងសីតុណ្ហភាពដើម្បីលូតលាស់វិញដើម្បីលូតលាស់គឺសីតុណ្ហភាពចន្លោះពី28អង្សាសេឡើងទៅរហូតដល់34អង្សាសេអញ្ចឹងដំណាំប៉េងប៉ោះនៅក្នុងប្រទេសកូរ៉េនេះលូតលាស់ត្រូវការសីតុណ្ហភាពរៀងខ្ពស់គួរសមដែរហើយនេះគឺជាផ្ទាំងបង្ហាញអំពីទិន្នន័យអង្សាសេសីតុណ្ហភាពនៅពេលដែលសីតុណ្ហភាពឡើងដល់34អង្សាសេគឺវាចាប់បង្ហាញបែបហ្នឹងមានន័យថាក្នុងហៅស៊ឺហ្នឹងមានសីតុណ្ហភាព34អង្សាសេប៉េងប៉ោះហ្នឹងលូតក្នុងសីតុណ្ហភាពប៉ុណ្ណឹងហើយនៅពេលដែលត្រជាក់ចូលមកដល់ពេលល្ងាចបងប្អូនដល់ពេលដែលបិទថ្ងៃគឺអាសីតុណ្ហភាពហ្នឹងវានឹងចុះតាមហ្នឹងដែរនៅពេលដែលវាធ្លាក់ដល់15ម៉ាស៊ីនហ្នឹងបញ្ឆេះកម្ដៅដោយខ្លួនអូតូម៉ាទិកហ្មងហើយចំពោះពេលថ្ងៃសីតុណ្ហភាពធ្វើម៉េចបានដល់34អង្សាសេហ្នឹងគឺនៅពេលដែលពន្លឺថ្ងៃចាំងមកឆ្លងកាត់កស៊ូ UV កស៊ូភ្លៀងដែលប្រក់តបូហ្នឹងគឺធ្វើឲ្យសីតុណ្ហភាពហ្នឹងក្តៅតែម្ដងដូចយើងយកកស៊ូភ្លៀងយកមកគ្របពីលើអញ្ចឹងបងប្អូនដែលឆ្លងកាត់ហ្នឹងគឺក្តៅមែនទែនតាក់ទងជាមួយនឹងសីតុណ្ហភាពហ្នឹងអញ្ចឹងបងប្អូនអាចគិតពិចារណាបានថាតើប៉េងប៉ោះនេះអាចលូតលាស់ដែរទេនៅស្រុកខ្មែរយើងក្នុងចន្លោះសីតុណ្ហភាព28អង្សាដល់30អង្សាសេហ្នឹងបើសម្រាប់ខ្ញុំគិតថាប៉េងប៉ោះនេះអាចដាំនៅស្រុកខ្មែរបានហើយល្អមែនទែនពីព្រោះពេលយប់សីតុណ្ហភាពក៏ល្អពេលថ្ងៃក៏សីតុណ្ហភាពល្អប៉ុន្តែចំពោះនៅក្នុងប្រទេសកូរ៉េវិញសីតុណ្ហភាពពេលយប់ត្រជាក់ខ្លាំងពេលថ្ងៃគឺត្រូវការកម្ដៅខ្លាំងគួរសមដែរអញ្ចឹងសីតុណ្ហភាពដែលអាចលូតលាស់ល្អគឺនៅក្នុងស្រុកខ្មែរយើងនឹងតែម្ដងបងប្អូនអរគុណជម្រាបលាបងប្អូនជួបគ្នាវីដេអូក្រោយទៀតបាយបាយ